ទោះបីជាស្បែកដែលមានសបកទឹកឃ្មុំឬក៏ស្បែកដែលមានសបកស្អែមក៏ត្រូវមានរបៀបថែទាំឲ្យបានត្រឹមត្រូវដែរជាពិសេសស្បែកបែបនេះគឺមើលទៅគឺមានសុខភាពល្អហើយមួយទៀតគឺជាស្បែកដែលរឹងមាំតែម្ដងក៏ប៉ុន្តែបើសិនជាការថែទាំអត់បានត្រឹមត្រូវព្រះអាទិត្យក៏វាអាចបំផ្លាញស្បែកប្រភេទនេះដូចគ្នាមិនមែនថាតើតែស្បែកសស្គូទៅអាចខូចស្បែកដោយសារតែកម្ដៅថ្ងៃទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមាន3របៀបចែករំលែកអ្នកទាំងអស់គ្នាពីការថែទាំស្បែកដែលមានសបកស្អែមឬក៏សបកទឹកឃ្មុំឲ្យមើលទៅភ្លឺថ្លាមានសំណើមចេញពីខាងក្នុងតែម្ដងហើយមួយទៀតហ្នឹងគឺអត់ងាយឡើងសភាពជ្រីវជ្រួញទេអញ្ចឹងរបៀបទី1គឺការជ្រើសរើសជាប្រភេទសាប៊ូដុសខ្លួនយើងអាចជ្រើសរើសជាប្រភេទសាប៊ូណាដែលមាន pH ទាបផ្សំចេញពីប្រេងធម្មជាតិឬក៏ជាប្រភេទទឹកឃ្មុំដោយសារតែស្បែកប្រភេទនេះនៅពេលដែលយើងដុសសាប៊ូប្រភេទហ្នឹងទៅវាជួយផ្ដល់សំណើមធ្វើឲ្យស្បែករបស់យើងហ្នឹងមើលទៅគឺតឹងណែនតែម្ដងហើយមួយទៀតសាប៊ូទាំងអស់ហ្នឹងវាអត់ជួយធ្វើឲ្យស្បែករបស់យើងហ្នឹងគឺឆាប់ជ្រួញទេការដុសយើងអាចដុសមួយថ្ងៃតែ2ដងគឺគ្រប់គ្រាន់ហើយពេលព្រឹកឬក៏ពេលយប់ទី2គឺតកតងជាមួយនឹងការលាបប្រភេទផ្ដល់សំណើមឬក៏លេការពារកម្ដៅថ្ងៃអញ្ចឹងនៅពេលយប់នៅពេលដែលយើងងូតទឹកសម្អាតខ្លួនរួចយើងអាចលាបជាប្រភេទលេផ្ដល់សំណើមហ្នឹងគឺភ្លាមតែម្ដងបន្ទាប់មកយើងអាចលាបជាប្រភេទប្រេងលាបស្បែកពីលើស្បែករបស់យើងហ្នឹងគឺមើលទៅស្បែករបស់យើងគឺកាន់តែភ្លឺថ្លាហើយមួយទៀតទន់លងជាងមុនអត់ងាយឡើងស្នាមក្រិនទេហើយនៅពេលព្រឹកយើងអាចងូតទឹកសម្អាតខ្លួនរួចដុសសាប៊ូអីធម្មតាហើយយើងអាចលាបជាប្រភេទផ្ដល់សំណើមដូចគ្នាបន្ទាប់មកយើងលាបលេការពារកម្ដៅថ្ងៃតែបើយើងអត់មានលាបលេការពារកម្ដៅថ្ងៃទេយើងអាចជ្រើសរើសយកប្រភេទប្រេងលាបស្បែកដែលមាន SPF លាបពីលើលេផ្ដល់សំណើមហ្នឹងក៏បានដែរជំនួសឲ្យលេការពារកម្ដៅថ្ងៃហើយរបៀបទី3ហ្នឹងគឺរបៀបចុងក្រោយតែម្ដងគឺតកតងជាមួយនឹងការជំរុះកសេកាចាស់អញ្ចឹងសម្រាប់ស្បែកមិនថាស្បែកសស្បែកស្អែមឬក៏សបកទឹកឃ្មុំទេគឺត្រូវការជំរុះកសេកាចាស់ដូចគ្នាគ្រាន់ថាផលិតផលដែលយើងជ្រើសមកប្រើប្រាស់ហ្នឹងគឺខុសគ្នាទៅតាមប្រភេទស្បែកនីមួយអញ្ចឹងសម្រាប់ស្បែកដែលមានសបកទឹកឃ្មុំឬក៏សបកស្អែមយើងគួរតែជ្រើសរើសប្រភេទ scrub ស្បែកដែលផលិតចេញពីធម្មជាតិតែម្ដងប្រភេទប្រេងដូងអំពៅទុំកាហ្វេឬក៏ប្រេងអូលីវអីជាដើមបើសិនជាស្បែកយើងមានសុខភាពល្អហើយស្បែកយើងរឹងមាំយើងអាចខាត់ស្បែកឬក៏ស្រាប់ស្បែកហ្នឹងមួយអាទិត្យអីគឺ3ដងបានអញ្ចឹងអ្នកដែលមានសបកទឹកឃ្មុំឬក៏សបកស្អែមមិនបាច់ចាំទៅធ្វើឲ្យសបករបស់យើងហ្នឹងសជាងមុនឬក៏មើលទៅសស្គូសដូចគេសម្រាប់ស្បែកបែបនេះគឺយើងថែទាំបែបធម្មជាតិគឺស្បែករបស់យើងហ្នឹងគឺស្អាតបានយូរស្បែកមើលទៅទន់លងហើយរឹងមាំចេញពីខាងក្នុងតែម្ដង